សួស្តីអ្នកទាំងអស់គ្នាក្នុងវីដេអូនេះគឺខ្ញុំនឹងនាំអ្នកទាំងអស់គ្នាមកហាត់ប្រាណដែលជួយធ្វើឲ្យដើមដៃយើងហាត់ណែនជាពិសេសគឺយើងនឹងផ្ដោតទៅលើដើមដៃផ្នែកខាងក្រោយផងដែរអញ្ចឹងយើងមានប្រើឧបករណ៍ដែរនៅក្នុងថ្ងៃនេះបើសិនជាអ្នកដែលមានដុំដៃយើងប្រើដុំដៃតែបើអ្នកអត់មានដុំដៃទេអាចប្រើដបទឹកដូចខ្ញុំនេះក៏បានដែរយើងអាចប្រើដបទឹកអាដបកន្លះលីត្រអ្នកទាំងអស់គ្នាហើយបើថាដុំដែកអ្នកទាំងអស់គ្នាអាចជ្រើសរើសដុំដែក1គីឡូ1គីឡូកន្លះឬមួយ2គីឡូក៏បានដែរយកតាមដែលអ្នកទាំងអស់គ្នាអាចលើករួចលើកប៉ុណ្ណាដែលយើងថាលើករួចគឺយើងពេលដែលយើងលើកនោះគឺយើងអត់ប្រើកម្លាំងខ្លាំងពេកហើយយើងអាចលើកប្រហែលខ្ទង់10ទៅ15ដងយើងមានអារម្មណ៍ថាហត់អានឹងមានន័យថាវាល្មមនឹងកម្លាំងរបស់យើងអូខេអញ្ចឹងដើម្បីកុំឲ្យខាតពេលយូរគឺយើងមកមើលតើតើនឹងក្បាច់ទី1តែម្ដងដោយក្បាច់ទី1នេះគឺឲ្យយើងកាន់ដុំដែកបើសិនយើងមានដុំដែកយើងគុំចូលគ្នាចេះសម្រាប់រួចបន្ទាប់មកអ្នកទាំងអស់គ្នាគៀបអាកន្លែងកែងដៃយើងហ្នឹងឲ្យចិត្តខ្លួនរបស់យើងហើយយើងលើកដុំដែកឡើងពេលដែលយើងដាក់ចុះយើងដកដង្ហើមចូលពេលដែលយើងរុញដុំដែកឡើងឲ្យយើងផ្លុំខ្យល់ចេញព្យាយាមធម្មតានៅពេលដៃយើងបើកអញ្ចេះឲ្យយើងគៀបឲ្យជាប់អញ្ចេះអ្នកទាំងអស់គ្នាអូខេអញ្ចឹងយើងធ្វើ12ដងធ្វើសរុបទាំងអស់គឺ3សេតសម្រាប់ក្បាច់នេះតោះចាប់ផ្ដើមគៀបកែងដៃយើងចូលហើយលើកដុំដែកឡើង1 2ខ្ញុំឲ្យមើលចំហៀង3លើកយឺតតម្លាក់ចុះក៏យឺតដូចគ្នា4 5 6 7 8 9 10 11 12អូខេបន្ទាប់មកយើងដាក់ដុំដៃចុះហើយយើងអង្គុយដាក់ដៃជិតខ្លួនរបស់យើងដាក់ដៃជិតខ្លួនរបស់យើងចេះហើយយើងលើកខ្លួនយើងឡើងជើងយើងចង់ដាក់រៀបចេះក៏បានចង់លើកឡើងចេះក៏បានដែរយើងបន្ទន់កែងដៃចុះរុញកែងដៃយើងឡើងបន្ទន់កែងដៃចុះរុញកែងដៃយើងឡើងពេលដែលយើងតម្លាក់ខ្លួនចុះក៏យើងប្រើកម្លាំងកន្លែងដៃយើងពេលដែលយើងលើកខ្លួនឡើងគឺយើងប្រើកម្លាំងកន្លែងដៃយើងគឺយើងអត់ប្រើកម្លាំងកន្លែងខ្លួនដើម្បីជួយនៅក្នុងការលើកទេដែលយើងធ្វើ12ដងតោះចាប់ផ្ដើមធ្វើទន់ចុះលើកឡើង1 2 3 4 5 6 7 8 9 10 11 12អូខេសម្រាប់តិចសិនតិចទៀតគឺយើងនឹងវិលជុំទៅក្បាច់ទី1វិញដដែលតោះត្រៀមខ្លួនចាប់ផ្ដើមធ្វើ1 2 3 4 5 6 7 8 9 10 11 12អូខេសម្រាប់បន្តិចយើងចូលដល់ក្បាច់ទី2តោះព្យាយាមប្រើកម្លាំងដៃយើងនៅក្នុងការលើកខ្លួនយើងឡើងចាប់ផ្ដើមលើកខ្លួនយើងឡើងរៀងខ្ពស់តិចសិនបន្ទន់ខ្លួនចុះ1 2 3 4 5 6 7 8 9 10 11 12អូខេអូហូក្បាច់2នេះដល់ពេលយើងធ្វើគប់ផ្សំគ្នាគឺក្តៅដៃខ្លាំងមែនតើស៊ូអ្នកទាំងអស់គ្នាបើថាអ្នកអត់ដល់12ដងបានត្រឹម8ទៅ10ដងក៏បានដែរអូខេយើងត្រៀមខ្លួនចូលដល់សេតទី3តោះគៀបកែងដៃយើងចាប់ផ្ដើមធ្វើលើកឡើងយឺត1 2 3 4 5 6 7 8 9 10 11 12អូខេដាក់
ចោត្រៀមខ្លួនតាចាប់ផ្ដើមលើកខ្លួនឡើងបើ1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26 27 28 29 30 31 32 33 34 35 36 37 38 39 40 41 42 43 44 45 46 47 48 49 50 51 52 53 54 55 56 57 58 59 60 61 62 63 64 65 66 67 68 69 70 71 72 73 74 75 76 77 78 79 80 81 82 83 84 85 86 87 88 89 90 91 92 93 94 95 96 97 98 99 100 101 102 103 104 105 106 107 108 109 110 111 112 113 114 115 116 117 118 119 120 121 122 123 124 125 126 127 128 129 130 131 132 133 134 135 136 137 138 139 140 141 142 143 144 145 146 147 148 149 150 151 152 153 154 155 156 157 158 159 160 161 162 1
អូខេហើយសម្រាប់តិចសិនក្បាច់នេះគឺក្តៅដៃខ្លាំងមែនតើអូខេយើងសម្រាប់តិចសិនអ្នកទាំងអស់គ្នាតិចទៀតយើងមកមើលតកតងនឹងក្បាច់បន្ទាប់នេះគឺឲ្យអ្នកទាំងអស់គ្នាយើងទាញខ្លួនប្រឆិតទៅក្រោយព្យាយាមប្រឹងដងខ្លួនយើងអត់អែនទេចេះចុះចេះអត់តយគូតឡើងចេះទេគឺយើងព្យាយាមដកខ្លួនយើងឲ្យរាងស្មើហើយបន្តមកអ្នកទាំងអស់គ្នាអវងចុះបែបចេះពេលដែលយើងអវងចុះព្យាយាមប្រើកម្លាំងដៃយើងនៅក្នុងការដែលយើងរុញខ្លួនឡើងមកដូចគ្នាហើយបើសិនជាអ្នកដែលធ្វើអត់បានទៀបបានប៉ុណ្ណាយកប៉ុណ្ណឹងសិនក៏បានដែរព្រោះអីនៅពេលដែលយើងធ្វើបានមួយរយៈទៅបានយើងអាចអវងបានទៀបបានអូខេអញ្ចឹងសម្រាប់ក្បាច់នេះគឺយើងធ្វើ15ដងយើងធ្វើសរុបទាំងអស់គឺ3សេតតោះចាប់ផ្ដើមដៃយើងដាក់ស្មើស្មើដងខ្លួនយើងត្រង់តោះអវងចុះទាញខ្លួនត្រឡប់មក1អវងចុះទាញខ្លួនត្រឡប់មកវិញ2អវងចុះទាញខ្លួនត្រឡប់មកវិញ3 4 5 6 7 8 9 10 11 12 13 14មួយទៀត15អូខេយើងសម្រាប់តិចសិនអ្នកដែលហាចុកដៃខ្លាំងគឺយើងអាចយឺតសរសៃដៃយើងអញ្ចឹងបានរឿងស្រួលបន្តិចហើយចាំយើងហាត់បន្តទៀតក្នុងម្ដងដែលយើងសម្រាប់ហ្នឹងគឺអត់គួរសម្រាប់យូរខ្លាំងពេកទេអ្នកនរគ្នាអាចជាត្រឹមកន្លះនាទីយ៉ាងយូរបំផុតគឺ1នាទីឯងបានហើយមិនគួរសម្រាប់លើសហ្នឹងអានេះកំឡុងពេលដែលយើងចាប់មួយសេតហើយយើងធ្វើមួយសេតទៀតណាប៉ុន្តែបើហាក់ដូចយើងចាប់មួយក្បាច់យើងអាចសម្រាប់ត្រឹម1នាទីទៅ2នាទីឯងបានហើយចាំយើងបន្តទៀតបានអាចស្កប់វីដេអូបានអូខេតោះចូលដល់សេតទី2ធ្វើដាក់ដងខ្លួនឲ្យត្រូវសិនតោះចាប់ផ្ដើមបាទអវងចុះទាញខ្លួនត្រឡប់មកវិញ1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26 27 28 29 30 31 32 33 34 35 36 37 38 39 40 41 42 43 44 45 46 47 48 49 50 51 52 53 54 55 56 57 58 59 60 61 62 63 64 65 66 67 68 69 70 71 72 73 74 75 76 77 78 79 80 81 82 83 84 85 86 87 88 89 90 91 92 93 94 95 96 97 98 99 100 101 102 103 104 105 106 107 108 109 110 111 112 113 114 115 116 117 118 119 120 121 122 123 124 125 126 127 128 129 130 131 132 133 134 135 136 137 138 139 140 141 142 143 144 145 146 147 148 149 150 151 152 153 154 155 156 157 158 159 160 161 162
4 5 6 7 8 9 10 11 12 13 14 មួយទៀត15អូខេសម្រាប់បន្តិចសិនអ្នកមានតែអាចញ៉ាំតែសន្សំបានឬមួយបើហាអ្នកដែលអត់មានតែអាចញ៉ាំជាទឹកក្តៅអ៊ុនៗក៏បានដែរវានឹងជួយធ្វើឲ្យការដុតខ្លាញ់យើងរត់តែធ្វើការបានល្អ
នៅក្នុងកំឡុងពេលដែលយើងហាត់ប្រាណណាអូខេយើងនៅមួយសេតទៀតតោះត្រៀមខ្លួនសិតចុងក្រោយអូខេចាប់ផ្ដើមធ្វើ1 2 3 4 5 6 7 8 9 10 11 12 13 14មួយទៀត15អូខេយើងចាប់ក្បាច់ទី2